អូខេសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចែករំលែកទាក់ទងជាមួយគន្លឹះដើម្បីពង្រឹងសមត្ថភាពរបស់យើងក្នុងករណីដែលយើងអត់មានការងារធ្វើហើយត្រូវការស្វែងរកការងារធ្វើអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនិយាយតែគន្លឹះទេខ្ញុំអត់និយាយអីពាក់ព័ន្ធជាមួយនឹងសមត្ថភាពអីឬក៏រឿងអីផ្សេងទេខ្ញុំនិយាយតែរឿងគន្លឹះដើម្បីពង្រឹងសមត្ថភាពដើម្បីឲ្យងាយស្វែងរកការងារធ្វើជាការចែករំលែករបស់ខ្ញុំហើយនៅក្នុងការចែករំលែកនេះគឺវា reflect ទៅលើអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ដែរថានៅពេលដែលយើងអត់មានការងារធ្វើតែយើងត្រូវធ្វើខ្លួនយ៉ាងដូចម្តេចដើម្បីឲ្យយើងនឹងអាចរកការងារធ្វើបានលឿនបាទអញ្ចឹងជារួមទៅគឺអត់ការងារធ្វើគឺលំបាកយកតែមែនតើពីព្រោះយើងធ្វើការរាល់ថ្ងៃគឺដើម្បីរកចំណូលដើម្បីចិញ្ចឹមជីវិតចាំបើសិនជាយើងអត់មានចំណូលដើម្បីចិញ្ចឹមជីវិតទេវាជាផលលំបាកដល់យើងវាប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើងអញ្ចឹងចំណុចទី1ដែលខ្ញុំចង់បង្ហាញដល់អ្នកគ្នាគឺទាក់ទងជាមួយនឹងបាទសូមវិធីធំទាក់ទងជាមួយនឹងការរៀនជំនាញរបស់យើងការរៀនជំនាញរបស់យើងហ្នឹងគឺបាទការរៀនជំនាញរបស់យើងគឺត្រូវតែយកចិត្តទុកដាក់កំឡុងពេលដែលយើងស្វែងរកការងារធ្វើឧទាហរណ៍បើសិនជាយើងផ្នែករដ្ឋបាលយើងត្រូវប្រកាសថាយើងចេះរដ្ឋបាលនៅក្នុងរដ្ឋបាលគេធ្វើការអីគេខ្លះការងារដែលពាក់ព័ន្ធហ្នឹងធ្វើអីគេខ្លះអញ្ចឹងវាជាចំណុចមួយដែលយើងត្រូវប្រឹងបន្ថែមយើងមិនត្រូវតែគិតតែរកការងារហើយអត់រៀនជំនាញឬក៏ពង្រឹងជំនាញរបស់យើងទេតែរឿង IT ទៅមើលមេរៀន IT ឡើងវិញឬក៏យើងត្រូវស្វែងរកមុខជំនាញណាមួយឬក៏វគ្គបណ្ដុះបណ្ដាលខ្លីៗយើងត្រូវចូលរៀនដើម្បីពង្រឹងសមត្ថភាពរបស់យើងវាជាបំផុតពីការដែលចូលទៅសម្ភាសន៍មុនពេលដែលគេសម្ភាសន៍គេនឹងរៀបចំជាកម្រងសំណួរដើម្បីសួរដែលឆ្លុះបញ្ចាំងអំពីបទពិសោធន៍ឬក៏ការយល់ដឹងរបស់យើងនៅក្នុងមុខជំនាញនេះអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាដែលស្វែងរកការងារឬក៏ចង់បានការងារលឿនយើងមិនត្រូវមើលរំលងពីការពង្រឹងសមត្ថភាពរបស់យើងទេយើងមិនមែនថាយើងរៀនចប់ហើយយើងគិតតែយើងគិតតែស្វែងរកការងារតែមួយមុខទេយើងត្រូវមានពេលវេលាពង្រឹងសមត្ថភាពរបស់យើងដែលឆ្លុះបញ្ចាំងពីការងារពិតប្រាកដដែលគេត្រូវការដូចជាយើងទៅរៀនវគ្គខ្លីៗយើងទៅធ្វើ internship នៅកន្លែងផ្សេងដើម្បីយើងគ្រាបសញ្ជប់នៅចំណេះដឹងឬក៏ជំនាញដែលយើងមានអញ្ចឹងការរៀនជំនាញនេះគឺសំខាន់ណាស់បាទអញ្ចឹងវាឆ្លុះបញ្ចាំងពីអ្វីដែលយើងរៀននៅសាលាឬក៏នៅសាកលវិទ្យាល័យចប់ហើយយើងរៀនតែទ្រឹស្ដីឯងអញ្ចឹងនៅពេលដែលយើងទៅរៀនជំនាញគឺយើងនឹងយល់ដឹងអំពីបរិបទការងារផ្ទាល់ការងារធ្វើយ៉ាងម៉េចអញ្ចឹងកន្លែងការងារនីមួយៗគេត្រូវការទ្រឹស្ដីគេត្រូវការអ្នកធ្វើការពិតប្រាកដអ្នកដែលចេះពិតប្រាកដអញ្ចឹងនៅពេលដែលយើងចេះយើងនឹងមានឱកាសនៅពេលដែលយើងមានឱកាសយើងនឹងមានគេនឹងផ្ដល់ការងារឲ្យធ្វើដល់ការងារយើងធ្វើយើងអាចរកប្រាក់ចិញ្ចឹមជីវិតឬក៏ផ្គត់ផ្គង់ក្រុមគ្រួសារយើងបានទី2តាក់ទងជាមួយនឹងការបង្កើតទំនាក់ទំនងការបង្កើតទំនាក់ទំនងក៏សំខាន់ដែរមិនថាយើងនៅក្នុងបរិបទណាទេបើសិនជាយើងការទំនាក់ទំនងយើងមិនបានល្អក៏យើងលំបាកដែរការងារមួយចំនួនពេលខ្លះវាទាមទារឲ្យយើងចេះទំនាក់ទំនងការងារមួយចំនួនទៀតក៏មិនត្រូវការទំនាក់ទំនងអីតែ professional ឬក៏បែបអាជីពពេកដែរក៏ប៉ុន្តែយើងក៏ត្រូវមានទំនាក់ទំនងខ្លះដើម្បីឲ្យយើងនឹងយល់ដឹងពីព្រោះការទំនាក់ទំនងមួយចំនួនធ្វើឲ្យយើងនឹងអាចបានឱកាសច្រើនឬក៏ដឹងឬក៏ឆក់ឱកាសដែលយើងកំពុងតែរកហ្នឹងលឿនឬក៏ដឹងពីកន្លែងការងារដែលគេត្រូវការនឹងលឿនអញ្ចឹងការទំនាក់ទំនងនេះមិនមែនតែទំនាក់ទំនងតែផ្ទាល់មាត់ឬក៏ជាមួយនឹងក្រុមការងារទេយើងទំនាក់ទំនងយើងយល់ដឹងអំពីបរិបទនៃ
បរិយាកាសនៃការងារឬក៏បរិយាកាសនៃមុខជំនាញឧទាហរណ៍ថាផ្នែករដ្ឋបាលអញ្ចឹងយើងត្រូវបង្កើនទំនាក់ទំនងរបស់យើងត្រូវយល់ដឹងអំពីបរិបទនៃរដ្ឋបាលបច្ចុប្បន្នបច្ចេកវិទ្យាឬក៏ស្អីមួយឬក៏ច្បាប់អីមួយដែលវាពាក់ព័ន្ធជាមួយស្ថាប័នហើយយើងក៏មានទំនាក់ទំនងយល់ដឹងពីការងារមួយចំនួនដែលគេកំពុងតែធ្វើដែរមិនមែនតែយើងអត់យល់ដឹងអំពីការងារមួយចំនួនអញ្ចឹងយើងទៅសម្ភាសទៅយើងនឹងបានលទ្ធផលមិនល្អទេអញ្ចឹងយើងដឹងអំពីបរិយាកាសការងារយើងមានទំនាក់ទំនងល្អការទំនាក់ទំនងយល់ដឹងអំពីគោលការណ៍របស់មុខងារឬក៏មុខជំនាញហ្នឹងអញ្ចឹងធ្វើឲ្យយើងនឹងមានឱកាសច្រើនមួយទៀតតកតងជាមួយនឹងការកំណត់គោលដៅបាទអញ្ចឹងការកំណត់គោលដៅសំខាន់ណាហេតុអីខ្ញុំថាសំខាន់ការកំណត់គោលដៅនេះគឺត្រូវឆ្លាតយ៉ាងម៉េចត្រូវឆ្លាតមានន័យថានៅពេលយើងកំណត់គោលដៅយើងមិនមែនតែចេះកំណត់ទេនៅក្នុងមេរៀនវគ្គសិក្សាពាក់ព័ន្ធជាមួយនឹងរដ្ឋបាលបែបទំនើបដែលខ្ញុំបានដាក់ចូលនៅក្នុង app ហើយគឺមានរបៀបនៃការកំណត់គោលដៅការកំណត់គោលដៅខ្ញុំនិយាយឲ្យខ្លីគឺមានទាំងអស់ឧទាហរណ៍ការកំណត់គោលដៅឲ្យមានភាពជាក់លាក់ឧទាហរណ៍ដូចជាយើងធ្វើការងាររដ្ឋបាលយើងរៀនចប់សាកលវិទ្យាល័យផ្នែករដ្ឋបាលអញ្ចឹងពេលណាដែលយើងរកការងារយ៉ាងហោចណាស់ក៏ការងារដែលយើងធ្វើហ្នឹងឲ្យវាពាក់ព័ន្ធខ្លះជាមួយនឹងរដ្ឋបាលយើងមិនមែនថាធ្វើការតតែចំជំនាញដែលយើងធ្វើទេក៏ប៉ុន្តែយើងត្រូវកំណត់គោលដៅយើងឲ្យច្បាស់ដែរថាមុខជំនាញណាដែលយើងធ្វើឬក៏ការងារមួយណាដែលយើងធ្វើអញ្ចឹងនៅពេលដែលយើងធ្វើចំជាមួយនឹងមុខជំនាញរបស់យើងធ្វើឲ្យយើងលូតឬក៏រីកចម្រើនលឿនពីមួយពេលទៅមួយពេលវាធ្វើឲ្យយើងរីកចម្រើនក្នុងករណីដែលយើងឧទាហរណ៍ថាយើងធ្វើការឬក៏យើងចប់បរិញ្ញាបត្រផ្នែករដ្ឋបាលយើងទៅធ្វើការងារអីផ្សេងវាធ្វើឲ្យយើងនឹងមិនងាយចាប់បានឬក៏យើងមិនមានមូលដ្ឋានគ្រឹះនៅក្នុងការងារទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើការយូរឆ្នាំយើងមិនងាយនឹងការលូតឬក៏ហក់ទៅតួនាទីខ្ពស់បានវាមិនងាយពេលខ្លះវាបានដែរប៉ុន្តែភាគច្រើនដែលមិនងាយនឹងការហក់ដោយសារយើងអត់មាន education background ជាមួយនឹងប៉ុស្តិ៍ដែលយើងកំពុងកាន់មានន័យថាប្រវត្តិនៃការសិក្សារបស់យើងនឹងអត់ពាក់ព័ន្ធជាមួយការងារភាពជាក់ស្ដែងអញ្ចឹងក្នុងនាមជា HR ក៏គេមើលនឹងដែរទីឲ្យយកផ្នែកកសិកម្មអញ្ចឹងយើងមកធ្វើការជាមួយនឹងផ្នែកអីផ្សេងមួយអញ្ចឹងក៏វាមិនងាយលូតដែរអញ្ចឹងខ្ញុំrecommend ដល់អ្នកទាំងអស់គ្នាកំណត់គោលដៅឲ្យបានច្បាស់លាស់យើងមាន certificate អីយើងព្យាយាមកំណត់ថាការងារណាដែលយើងត្រូវធ្វើការងារណាដែលយើងមិនគួរត្រូវធ្វើហើយបើសិនជាថាវាខុសណាគឺយើងធ្វើរយៈពេលខ្លីបានហើយមិនគួរធ្វើរយៈពេលវែងរហូតដល់យើងផ្លិចនៅcapacity ផ្លិចនៅសក្តានុពលរបស់យើងដែលយើងរំពឹងទុកដែលយើង dream តាំងពីដើមមកថាយើងចង់ធ្វើនេះយើងចង់ធ្វើនោះយើងរៀននេះរៀននោះដល់ចុងក្រោយយើងមកធ្វើការផ្សេងអញ្ចឹងវាធ្វើឲ្យយើងនឹងបាត់ឱកាសអញ្ចឹងការលូតលាស់របស់យើងផ្នែកការងារក៏មិនសូវបានរីកចម្រើនលឿនដែរអូខេចំណុចបន្តទៀតគឺតកតងជាមួយនឹងការដាក់វិន័យការដាក់វិន័យនេះសំខាន់ណាដាក់វិន័យសំខាន់ណាព្រោះជួនកាលយើងនៅកំឡុងពេលដែលយើងកំពុងស្វែងរកការងារយើងត្រូវដឹងថាឱកាសគឺមានគ្រប់ជ្រុងទាំងអស់អញ្ចឹងបើសិនជាយើងអត់មានវិន័យមានន័យថាយើងនឹងទៅឆក់យកការងារណាដែលវាមិនត្រូវជាមួយជំនាញរបស់យើងហើយយើងនឹងបាត់ឱកាសក្នុងការរីកចម្រើននៅក្នុងមុខជំនាញដែលយើងស្រឡាញ់អញ្ចឹងយើងត្រូវមានវិន័យផ្ទាល់ខ្លួនយើងត្រូវ train យើងត្រូវ work hard សមត្ថភាពរបស់យើងនឹងឲ្យបានល្អប្រសើរអញ្ចឹងដើម្បីឲ្យយើងឆាប់បានរកការងារធ្វើយើងត្រូវមានវិន័យទីហៅថា
យើងត្រូវមើលសិភៅឡើងវិញយ៉ាងហោចណាស់មួយខែមើលអស់យើងត្រូវ train យ៉ាងហោចណាស់យើងមានពេលវេលាសន្សំលុយចូលវគ្គសិក្សារៀនសូត្រខ្លីៗណាមួយដែលជាវគ្គសិក្សាដែលពាក់ព័ន្ធជាមួយនឹងមុខជំនាញរបស់យើងត្រូវការសន្សំលុយដើម្បីចូលរៀនបាទយើងត្រូវមានទំនាក់ទំនងល្អទោះបីជាយើងមិនចង់តែយើងត្រូវបង្រៀនខ្លួនយើងឲ្យចេះមានទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញទើបយើងអាចស្វែងរកការងារឲ្យបានឆាប់ឬក៏យើងអាចលូតលាស់បានលឿនបាទហើយចំណុចមួយទៀតគឺចំណុចតាក់ទងជាមួយនឹងការថែទាំសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់យើងខ្ញុំជួបច្រើនណាស់តាក់ទងជាមួយនឹងខ្ញុំចែករំលែកតិចតាក់ទងជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនដែលខ្ញុំបានធ្លាប់ជួបអ្នកខ្លះគាត់រៀនចប់គាត់មានការងារធ្វើល្អក៏ប៉ុន្តែពេលខ្លះគាត់មានបញ្ហាផ្លូវចិត្តនិងរាងកាយតែគាត់ញ៉ាំអាហារមិនសូវជាការថែទាំសុខភាពបានអញ្ចឹងអាហារទោះបីជាយើងពេលខ្លះអ្នកខ្លះគាត់អត់មានលុយអ្នកខ្លះក៏គាត់មានលុយថវិកាគ្រប់គ្រាន់ក្នុងការទិញអាហារល្អៗញ៉ាំតែអ្នកខ្លះក៏អត់ដែរអ្នកខ្លះក៏មធ្យមទៅអញ្ចឹងជារួមខ្ញុំសូមលើកទឹកចិត្តឲ្យមើលថែសុខភាពទាំងផ្លូវចិត្តយើងទាំងរាងកាយរបស់យើងត្រូវហាត់ប្រាណឲ្យបានទៀងទាត់ត្រូវអានសៀវភៅឬចំណាយពេលវេលាដ៏មានតម្លៃរបស់យើងឲ្យត្រូវជាមួយនឹងជីវិតរបស់យើងជួយលើកស្ទួយផ្លូវចិត្តរបស់យើងនិងរាងកាយរបស់យើងទៅមុខទៀតបើសិនជាយើងមួយថ្ងៃយើងឧទាហរណ៍ថាយើងដឹងថាពិសាស្រានាំឲ្យខូចសុខភាពតែយើងខូចចិត្តពីរបបស្រាយើងអត់ហាត់ប្រាណយើងអត់មានពេលវេលាក្នុងការ reflect មានឆ្លុះបញ្ចាំងពីជីវិតរបស់យើងពេលខ្លះយើងអត់បានគិតគេហៅ critical thinking ការគិតស៊ីជម្រៅអញ្ចឹងធ្វើឲ្យយើងនឹងសន់ធ្វើឲ្យយើងពេលវេលាណាមួយយើងឈឺពេលយើងឈឺទៅគឺយើងបាត់ពេលវេលាហ្នឹងដែលយើង feel យើងមានអារម្មណ៍ថាយើងបាត់បង់អ្វីៗទាំងអស់អញ្ចឹងអ្វីៗទាំងអស់កើតឡើងមានបានតតែយើងនឹងមានសុខភាពល្អទាំងផ្លូវចិត្តទាំងផ្លូវកាយផ្លូវចិត្តសំខាន់ទាំងអ្នកខ្លះគាត់មានរាងកាយមាំមួនមិនប្រកាសថាគាត់ success មិនប្រកាសថាគាត់ជោគជ័យមិនប្រកាសថាគាត់នឹងមានអាយុយឺនដែរព្រោះការអ្នកខ្លះរូបរាងកាយល្អតែគាត់ទៅលោតទឹកសម្រាប់ខ្លួនឬក៏គាត់ធ្វើអីមួយដែលមិន respect ទៅលើរាងកាយរបស់គាត់ចឹងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងគ្នាមើលថែសុខភាពទាំងផ្លូវចិត្តរបស់យើងទាំងរាងកាយរបស់យើងមានន័យថាយើងមានការងារល្អយើងមានផ្លូវចិត្តល្អយើងមានរាងកាយល្អអញ្ចឹងមានន័យវាទៅទន្ទឹមគ្នាអូខេអញ្ចឹងជារួមមកគឺខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងគ្នាប្រមាណចំណុចនេះជាការចែករំលែកបាទជាការចែករំលែកទី1យើងត្រូវរៀនជំនាញរបស់យើងហើយយើងត្រូវពង្រឹងវាបន្ថែមទៀតពីមួយពេលទៅមួយពេលកុំឲ្យយើងបាក់ទឹកច្រឡះទី2តកតងជាមួយនឹងមានទំនាក់ទំនងទាំងនៅខាងក្នុងទាំងនៅខាងក្រៅនឹងខ្លួនឯងនឹងយល់ដឹងពីបរិយាកាសនៃការងារនៅក្នុងការងារចំអករបស់យើងចំណុចបន្តទៀតគឺកំណត់គោលដៅច្បាស់លាស់មានន័យថាផែនការឲ្យ smart ឲ្យមានពេលវេលាវាស់វែងឲ្យបានត្រឹមត្រូវច្បាស់លាស់មិនងាកឆ្វេងងាកស្ដាំចឹងធ្វើឲ្យយើងនឹងតម្រង់ទិសឲ្យបាននៅក្នុងកន្លែងនេះគឺខ្ញុំបានរៀបចំមេរៀនមួយយ៉ាងលម្អិតនៅក្នុងវគ្គសិក្សាតាក់ទងជាមួយរដ្ឋបាលបែបទំនើបគឺនៅក្នុងគឺមានវគ្គសិក្សាហ្នឹងគឺល្អដើម្បីអ្នកនរគ្នាមានគំនិតកាន់តែទូលំទូលាយក្នុងការតម្រង់ឬក៏រៀបចំគោលដៅផែនការបានត្រឹមត្រូវពង្រឹងនិងមានវិន័យសម្រាប់ខ្លួនឯងបាទគ្មានអ្នកណាមកដាក់វិន័យយើងទេព្រោះនៅពេលហ្នឹងគឺយើងល្មមនឹងការគិតអញ្ចឹងយើងត្រូវមានវិន័យសម្រាប់ខ្លួនឯងមនុស្សដែលមានវិន័យគឺទៅមានន័យថាល្បឿននៃការលូតលាស់និង stable ជាងមនុស្សដែលត្រូវការ motivate មានត្រូវការលើកទឹកចិត្តរហូតដល់ពេលដែលអត់មានការលើកទឹកចិត្តគាត់នឹងដួលតែមនុស្សដែលមានវិន័យគឺជាមនុស្សដែលទៅទោះបីមួយជំហានតែគាត់ stable គាត់ថេរ
អញ្ចឹងទៅមុខរហូតបាទហើយចំណុចចុងក្រោយគឺជាចំណុចពិសេសទោះបីជាយើងមានវិន័យឬក៏ទោះបីជាយើងប្រឹងប្រែងរៀនហើយយល់ដឹងពីស៊ីជម្រៅពីមុខជំនាញរបស់យើងប្រកាសឯយ៉ាងណាក៏ដោយតែបើសិនជាសុខភាពផ្លូវចិត្តរបស់យើងមានបញ្ហាឬកាយរបស់យើងទ្រុឌទ្រោមនោះវានឹងគ្មានន័យអ្វីទាំងអស់អញ្ចឹងជាចុងក្រោយខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាឆ្លុះបញ្ចាំងពីចំណុចទាំងអស់ដែលខ្ញុំបានចែកម្លែងនេះដើម្បីអ្នកទាំងអស់គ្នាអាចឈានទៅដល់ការស្វែងរកការងារធ្វើឬក៏ពង្រឹងសមត្ថភាពរបស់អ្នកទាំងអស់គ្នាស្របពេលដែលអ្នកទាំងអស់គ្នាកំពុងស្វែងរកការងារធ្វើហើយទទួលបានជោគជ័យបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាទ